សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតនៅការចូលមកកាន់មេតិការបស់យើងដែលធ្វើការផុសរៀងរាល់មួយសប្តាហ៍ម្ដងដែលនៅក្នុងមេតិការបស់យើងនេះគឺយើងអត់បង្ខំឲ្យអ្នកណាជឿឬមិនជឿទេតែយើងចែករំលែកហើយផ្ដល់ជាសំណួរវិញថាតើគួរជឿអត់រឿងមួយហ្នឹងព្រោះវាជាជំនឿអបិយជំនឿអញ្ចឹងណាវាមិនមែនថាវិទ្យាសាស្ត្រ 100% បញ្ជាក់ថាវាពិតជាពិតទេមិនអញ្ចឹងចាអាហ្នឹងវាស៊ីសងលើយើងខ្លួនឯងអញ្ចឹងនៅក្នុងសប្តាហ៍នេះដែររឿងដែលខ្ញុំនឹងយកមកចែករំលែកគឺនឹងចោទជាសំណួរមួយសួរទៅកាន់គ្នាយើងទាំងអស់គ្នាថាតើការធ្វើអំពើអមអាមពិតជាមានដែរឬក៏អត់ជឿឬមិនជឿគឺនៅលើសម័យខ្លួនរបស់អ្នកទាំងអស់គ្នាដែលមុននឹងចូលរឿងរបស់យើងនៅក្នុងសប្តាហ៍នេះដែរគឺយើងមានរឿងមួយទៀតដែលខ្ញុំចង់សួរអញ្ចឹងណាថាតើច្បាស់ប៉ុន្មានភាគរយដែលអ្នកដែលយើងខំរាប់អានស្រឡាញ់ដាក់ចិត្តខ្លួនមិនថាមិត្តភ័ក្តិមិនថាបងប្អូននេះគឺពិតជាល្អជាមួយយើង 100%ការរាប់អានហើយនឹងស្រឡាញ់ខ្ញុំមិនដាក់ចិត្តខ្លួនបើសិនជាមនុស្សនឹងត្រូវឬល្អវាជួយឲ្យជីវិតយើងមានការប្រសើរឡើងច្រើនមិនថាវិស័យការងារមិនថាផ្លូវចិត្តរបស់យើងនិយាយទៅគឺថាផ្លូវជីវិតនិងការរស់នៅរបស់យើងគឺល្អប្រសើរហ្មងជាពិសេសគឺផ្លូវអារម្មណ៍របស់យើងមែនអត់ព្រោះថាយើងដឹងថាយើងមានមនុស្សល្អដែលអាចទុកចិត្តបានប្រឹក្សាយោបល់ហើយគេពិតជាចង់ឲ្យយើងល្អដោយមិនមានការបង្ខិតបង្ខំអ្វីមួយអញ្ចឹងណាចាប៉ុន្តែតើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលយើងដាក់ចិត្តដាក់កាយស្មោះស្ម័គ្រស្រឡាញ់រាប់អានជាមួយនឹងមនុស្សដែលខុសចម្លើយគឺវិនាសនៅក្នុងវគ្គនេះដែរគឺខ្ញុំនឹងលើកយករឿងរបស់ប្រិមិត្តយើងម្នាក់ដែលខ្ញុំអត់ចាំថាសប្តាហ៍មុនគឺខ្ញុំបានដាក់ឈ្មោះគាត់ថាមកចេះតែគាត់បានចែករំលែករឿងរបស់ខ្ញុំតាំងពីសប្តាហ៍មុនហើយនៅក្នុងសប្តាហ៍មុនទៅនេះគឺខ្ញុំបានយករឿងរបស់គាត់មកនិយាយមួយដែរខ្ញុំអត់ចាំឈ្មោះគាត់ថាខ្ញុំបានដាក់ថាម៉េចទេតែនៅក្នុងសប្តាហ៍នេះគឺខ្ញុំសូមដាក់ឈ្មោះថ្មីបើនិយាយទៅគាត់បានផ្ដល់សិទ្ធិឲ្យខ្ញុំហៅឈ្មោះគាត់មែនតើដែរប៉ុន្តែក្នុងនៃដើម្បីការពារឯកជនភាពរបស់គាត់គឺខ្ញុំសូមដាក់ឈ្មោះឲ្យគាត់ផ្សេងហ្មងខ្ញុំសូមដាក់ឈ្មោះឲ្យគាត់ថារិទ្ធដែលរឿងនេះគឺតាក់ទងជាមួយនឹងមនុស្សស្រឡាញ់រាប់អានគ្នាគាត់បាននិយាយដែរថាផ្ទះរបស់គាត់ចាស់កាលពីវគ្គមុនដែលខ្ញុំបាននិយាយថានៅក្នុងក្រុងយើងដែរទេគាត់បាននិយាយថាក្រោយពីរឿងគាត់វគ្គមុនគឺរឿងរបស់គាត់ចាប់ផ្ដើមនៅក្នុងឆ្នាំ2001នៅក្នុងសាច់រឿងទី2នេះគឺចាប់ផ្ដើមនៅក្នុងឆ្នាំ2005 2006អីហើយដែលគាត់បាននិយាយថាពេលនោះគឺជាពេលមួយដែលលោកតារបស់គាត់សម្រេចចិត្តលក់ផ្ទះមួយនឹងចាដោយសារតែផ្ទះមួយនឹងគឺពីដើមឡើយមកតាំងពីឆ្នាំ2001ដែលខ្ញុំបាននិយាយប្រាប់អ្នកទាំងអស់គ្នាហ្នឹងគឺផ្ទះរបស់គាត់ហ្នឹងគឺនៅជុំគ្នាជាមួយនឹងគ្រួសារ4-5នាក់ដូចថាលោកតាគាត់អ៊ំគាត់ម៉ាក់គាត់ហើយនឹងមីងគាត់អញ្ចឹងនៅពេលម្លងឆ្នាំ2005 2006ហ្នឹងលោកតារបស់គាត់សម្រេចចិត្តលក់ផ្ទះហ្នឹងដើម្បីចែកឲ្យកូនរបស់គាត់ចាលុយស្មើគ្នាដើម្បីយកទៅកសាងគ្រួសាររៀងខ្លួនអញ្ចឹងនៅពេលនោះដែរម៉ាក់របស់រិទ្ធគឺគាត់បានចំណែករបស់គាត់យកមកហើយគាត់បានទៅទិញផ្ទះមួយកន្លែងនៅក្នុងភូមិមួយដែលបើតាមគាត់និយាយគឺមានចម្ងាយឆ្ងាយពីផ្ទះគាត់ចាស់ហ្នឹងប្រហែលជា2 ទៅ 3 គីឡូទេអញ្ចឹងមានន័យថាវាមិនឆ្ងាយអីណាស់ទេចាតែគាត់ថាចូលភូមិថ្មីដែរចាចូលភូមិថ្មីណាគាត់បាននិយាយដែរថាអញ្ចេះថាភូមិថ្មីរបស់គាត់ហ្នឹងអ្នកភូមិហ្នឹងគឺរស់រាយធម្មតាទេចាអញ្ចឹងចូលទៅគឺរស់នៅគឺចោះសម្រងគ្នាធម្មតាស្រឡាញ់រាប់អានគ្នាបែបអ្នកចិត្តខាងហើយគាត់បាននិយាយដែរថាអ្នកផ្ទះរបស់គាត់ហ្នឹងគឺអត់មានទម្លាប់ក្នុងការទៅអង្គុយនិយាយនៅក្នុងភូមិច្រើនទេចាដោយសារតែអ្នកភូមិថ្មីដែលគាត់ចូលទៅនៅហ្នឹងគឺពួកគាត់និយាយលេងយ៉ាងឆ្អេះឆ្អាសច្រើនហើយរិទ្ធគាត់បាននិយាយថាអ្នកផ្ទះគាត់អត់ចេះនិយាយរបៀបអញ្ចឹងជាពិសេសជាមួយនឹងអ្នកនៅក្នុងភូមិដោយថាអ្នកចិត្តខាងធម្មតាព្រោះបើតាមគាត់និយាយគឺគាត់អ្នកផ្ទះគាត់រៀងហៀបហឹកដែរចាអញ្ចឹងមានន័យថាគាត់ចុះសម្រងជាមួយគេធម្មតាប៉ុន្តែនៅពេលដែលនិយាយលេងបែបអាក្រក់ស្ដាប់បែបឆ្អេះឆ្អាយអញ្ចឹងគាត់អត់និយាយទេចាអញ្ចឹងភាគច្រើនបើទោះបីជាអ្នកផ្ទះរបស់គាត់អាចនឹងមានម្នាក់ពីរអ្នកនិយាយលេងរបៀបអញ្ចឹងតែគេនិយាយតែក្នុងផ្ទះគេស្ងាត់ទេគេអត់ទៅខាងក្រៅចូលក្នុងសង្គមនិយាយអញ្ចឹងទេហើយគាត់និយាយទៀតថាអញ្ចឹងថាម៉ាក់របស់គាត់ហ្នឹងគឺមានទម្លាប់ម៉ោង6 ម៉ោង 7 ព្រឹកគឺគាត់ទៅផ្សារហើយចាស់អាកាលជំនាន់ហ្នឹងទៅផ្សារគឺតែងតែជិះម៉ូតូឌុបចាម៉ាក់ខ្ញុំពីមុនក៏អញ្ចឹងដែរអាសាជិះម៉ូតូឌុបណាស់បើត្រឡប់ជិះម៉ូតូណាហើយគាត់ជិះម៉ូតូហ្នឹងរាប់អានគ្នាគឺថាគាត់ជួយគេហ្មងរបៀបអញ្ចឹងណាប៉ុន្តែអត់ដល់ថ្នាក់គ្រួសាររិទ្ធទេគ្រួសាររិទ្ធនេះគាត់បាននិយាយថាអញ្ចឹងគាត់ថាម៉ាក់របស់គាត់ហ្នឹងស្គាល់គ្នាជាមួយនឹងពូម៉ូតូឌុបហ្នឹងហើយ
ដោយសារតែទៅជាមួយអញ្ចឹងយូរទៅគាត់ក៏ស្គាល់គ្នាហើយរាប់អានគ្នាដូចបងប្អូនអញ្ចឹងហើយជានិច្ចការគឺគាត់តែងតែជូនម៉ាក់របស់រិទ្ធហ្នឹងទៅផ្សារទៅអីអញ្ចឹងទៅរហូតដល់ក្រោយមកទៀតដោយសារតែតំណែងតំណងរវាងគ្រួសាររបស់រិទ្ធហើយនិងពូម៉ូតូឌុបហ្នឹងរៀងស្និទ្ធណាចុះជូនទៅរាល់ថ្ងៃជូនទៅសាររាល់ថ្ងៃអញ្ចឹងក៏ចាប់ផ្ដើមស្និទ្ធដល់ថ្នាក់ពូម៉ូតូឌុបហ្នឹងគាត់អាចចុះមកញ៉ាំបាយជុំគ្នាជាមួយនឹងអ្នកផ្ទះរបស់រិទ្ធបានព្រោះដូចនិយាយអញ្ចឹងរាប់អានគ្នាដូចបងប្អូនអញ្ចឹងមានន័យថាចំពោះរិទ្ធហើយនឹងបងរបស់រិទ្ធពោះរិទ្ធកូនពៅចាគាត់មានបង3នាក់ទៀតចំពោះរិទ្ធគឺគាត់មើលឃើញពូនឹងគឺជាពូរបស់គាត់ចាហើយពូនឹងដែរមើលឃើញពួកគាត់ជាក្មួយវាអញ្ចឹងអញ្ចឹងទៅជានិច្ចការនៅពេលដែលពូនឹងគាត់មកលេងនៅក្នុងផ្ទះហ្នឹងគឺគាត់តែងតែនិយាយរឿងនិទានគាត់តែងតែនិយាយលេងតិចតួចដូចពូក្មួយបកើអញ្ចឹងក្រោយមករហូតដល់ក្រោយមកគាត់ថាប្រហែលប្រហែលឆ្នាំក្រោយមកទៀតពេលហ្នឹងពួកគាត់គឺចាប់ផ្ដើមធំហើយដែលតំណែងតំណងរវាងពូនឹងហើយនឹងគ្រួសារគាត់គឺនៅដដែលអញ្ចឹងណាដោយឡែកគាត់ចាប់អារម្មណ៍សង្កេតឃើញថាពូនោះរៀងចាប់ផ្ដើមរៀងប្លែកជាមួយនឹងបងស្រីទី1របស់គាត់បាននិយាយថានៅក្នុងអំឡុងពេលហ្នឹងបងស្រីទី1របស់គាត់ហ្នឹងគឺអាយុ20ទៅ21ឆ្នាំហើយរត់គឺគាត់ពេលហ្នឹងអាយុខ្ទង់ប្រហែល5 6 10ហ្នឹងឯងគាត់ចាប់អារម្មណ៍ឃើញពូហ្នឹងគឺដូចជាមិនធម្មតាការមើលទៅបងស្រីគាត់ហ្នឹងចាប់ផ្ដើមផ្លាស់ប្ដូរចាហើយរហូតដល់មានថ្ងៃមួយមកបាយនៅផ្ទះរបស់រត់ហ្នឹងពូហ្នឹងក៏ចាប់ផ្ដើមនិយាយជាមួយនឹងម៉ាក់របស់រត់គាត់បានសួរម៉ាក់របស់រត់ថាចេះថាបងបើសិនយើងធ្វើល្អយូរទៅគេមកឃើញយើងហើយត្រូវគាត់និយាយចឹងហើយម៉ាក់របស់រត់ក៏បានចាប់អារម្មណ៍អត់ទេមនុស្សចាស់ពេលខ្លះគឺគាត់អញ្ចឹងមិនគាត់ពិតជាអត់ចាប់អារម្មណ៍អ្នកដែលគាត់រាប់អានហ្នឹងផ្ដែកបង្ហាញពីអីពេលខ្លះគាត់ពិតជាអត់ចាប់អារម្មណ៍មែនពេលដែលគាត់រាប់អានគេទៅគឺគាត់បលាញបដ ாய் គាត់មើលអត់ឃើញចំណុច red flag ហ្នឹងហើយពេលខ្លះមិនពេលខ្លះពេលច្រើនមនុស្សចាស់គឺចឹងហ្មងហើយម៉ាក់គាត់អត់ចាប់អារម្មណ៍ទេដល់ហើយទៅពូនោះក៏ចាប់ផ្ដើមនិយាយយ៉ាងប្លែកៗថាចេះមកអីទេតែយើងធ្វើល្អយូរទៅគឺគេមើលឃើញយើងហើយគេលើកកូនគេឲ្យយើងហើយខ្ញុំសុំបើកកញ្ចក់តិចមានឆ្លុះកញ្ចក់អត់ព្រោះអត់ទេវាស្ដាប់ចេញទៅអាក្រក់ប៉ុន្តែគិតមើលណាគាត់ចាស់ហើយអ្នកទាំងអស់គ្នាពូរាប់អានជាពូហើយគាត់ឃើញក្មេងៗហ្នឹងឡើងតាំងទូចដែលគាត់ចាត់ទុកដូចក្មួយគាត់តែដល់ពេលគ្នាធំចង់ញ៉ែម៉ាក់អីគេអាហ្នឹងម៉ាក់អីគេ Oh my god ខ្ញុំមានជាការកាំងម៉ាស៊ីនចាហើយពេលហ្នឹងគឺម៉ាក់ប៉ាអីចឹងអត់ចាប់អារម្មណ៍ទេក្រោយមកបងស្រីទី1របស់រត់ខ្ញុំសុំដាក់ឈ្មោះឲ្យគាត់ថាបងកាចាបងកាហ្នឹងគឺចាប់ផ្ដើមមានគេចូលតដឹងចូលស្ដីតដឹងណាធម្មតាទេកូនគេទៅរៀនទៅអីគឺគេស្គាល់គ្នាជាមួយនឹងអ្នករៀនជាមួយនឹងអ្នកធ្វើការជាមួយនឹងអីអញ្ចឹងណាវាជារឿងធម្មតាដែលចាប់ផ្ដើមមានគេឃើញមានគេអីមានគេចាប់អារម្មណ៍ហើយចូលមកស្ដីតដឹងមិនអញ្ចឹងអ្នកចូលមកស្ដីតដឹងហ្នឹងបើតាមរត់គាត់ប្រាប់ខ្ញុំគឺជាអ្នកមានមុខមាត់នៅក្នុងសង្គមណាចាគ្រួសារគេនឹងរបៀបជំទាវឯកឧត្តមដែរចាហើយដោយសារតែត្រូវចាត់គ្នាដែរក៏ម៉ាក់គាត់ព្រមលើកបងការហ្នឹងឲ្យខាងប្រុសហ្នឹងទៅដែលជាមូលហេតុធ្វើឲ្យពូម៉ូតូឌុបនេះគឺចាប់ផ្ដើមប្រែប្រួលតែម្ដងលែងនិយាយរហូតអ្នកផ្ទះបោះរត់ចានិយាយទៅគឺប្លែកដូចនិយាយដូចលែងសូវចង់និយាយជាមួយហើយពេលដែលបងស្រីរបស់គាត់ហ្នឹងចាប់ផ្ដើមភ្ជាប់និស្ស័យជាមួយនឹងគ្រួសារខាងប្រុសនោះគឺភ្ជាប់ពាក្យភ្ជាប់អីហើយអញ្ចឹងរហូតដល់ពេលការហ្នឹងធម្មតាគេមានធ្វើក្រុងប៉ូលីគាត់ថាពេលហ្នឹងភ្លើងនៅកន្លែងក្រុងប៉ូលីហ្នឹងគឺឆាបហ្មងគ្រាន់តែឆាបពុបខាងអាចារ្យខាងចាស់អីចឹងគឺគេចាប់ផ្ដើមសង្ស័យថាអូមានរឿងអីអត់ស្រួលគេចាប់ផ្ដើមសង្ស័យអញ្ចឹងតែគេអត់មានបានគិតផ្ដោតសំខាន់លើនឹងច្រើនពេកទេហើយបន្ទាប់ពីភ្លើងឆាបនៅកន្លែងក្រុងប៉ូលីហ្នឹងហើយភ្លាមក៏ចាប់ផ្ដើមមានសัตว์លត់ហើរចូលដែលបើតាមរត់គាត់ប្រាប់ខ្ញុំគាត់ហៅសัตว์ហ្នឹងថាសัตว์ខ្ចីអាចចាហើរចូលមកដែលជាមូលហេតុធ្វើឲ្យចាស់ៗនៅក្នុងពិធីនេះគឺចាប់ដើមអត់ស្រួលចិត្តខ្លាំងមែនតើប៉ុន្តែវាអត់អីដែរពិធីមង្គលការរបស់បងការហ្នឹងគឺបានប្រព្រឹត្តទៅដោយរលូនប៉ុន្តែពីថ្ងៃក្រោយមកបងការហ្នឹងគាត់បាត់ខ្លួនដែលគាត់បាត់ខ្លួនហ្នឹងគឺអ្នកផ្ទះឆាឡោអស់ហើយបងការហ្នឹងប្តីរបស់គាត់គឺយំហ្មងចាព្រោះគាត់ស្រឡាញ់ប្រពន្ធគាត់ខ្លាំងណាហើយយំទៅហើយប្រហែលជាប្រហែលថ្ងៃក្រោយបានលេខរបស់បងការហ្នឹងគឺមាន message ផ្ញើសារមកម៉ាក់របស់គាត់ដែល
ខ្ញុំមកបានបញ្ជាក់ប៉ារបស់បងការហ្នឹងនិយាយទៅប៉ារបស់រឹតគឺជាប៉ូលីសចាពេលហ្នឹងគឺដោយសារតែគាត់ជាប៉ូលីសពេលហ្នឹងគឺគាត់ឲ្យលេខឲ្យអីហ្នឹងផ្ញើសារមកហ្នឹងហើយឲ្យគេចាប់ទីតាំងចាប់ location ណាដល់ចាប់ទៅបានឃើញថាបងស្រីគាត់ហ្នឹងនៅកំពង់សោមទៅកំពង់សោមម្នាក់ឯងហើយពេលអ្នកផ្ទះគាត់ទៅហ្នឹងក៏ទៅឃើញគាត់ហ្នឹងម្នាក់ឯងនៅកំពង់សោមមែនដល់ពេលអ្នកផ្ទះសួរទៅថាមានរឿងអីបានមកធ្វើអីតែឯងអត់មានប្រាប់អ្នកផ្ទះអញ្ចឹងណាដែលបងការហ្នឹងគាត់ក៏និយាយថាគាត់ពិបាកចិត្តដល់ពេលអ្នកផ្ទះសួរគាត់ថាគាត់ខឹងឆ្លុះគ្នាមួយប្តីគាត់មិនមែនគាត់ថាមិនមែនទេប៉ុន្តែគាត់អត់សប្បាយចិត្តហើយទឹកមុខរបស់គាត់គឺអុកប្រមុខហ្មងណារត់គាត់បានបញ្ជាក់ដែរត្រង់ច្រត់ហ្នឹងគាត់ថាបងរបស់គាត់ហ្នឹងតាំងពីមុនការហ្នឹងទៀតមុខរបស់គាត់គឺប្លែកហ្មងដូចជាមិនមែនគាត់ណាស្បែកមុខអីចឹងក៏អញ្ចឹងដែរគាត់ថាដូចជាមានស្អីមួយយ៉ាងនឹងក្រុមស្ទាប់ស្បែកមុខនេះវាមិនដឹងថាអីគេតែមើលទៅគឺមុខគាត់ដូចមិនមែនមុខគាត់ណាមើលទៅឃើញអញ្ចឹងហើយឃើញគាត់គឺអត់សប្បាយចិត្តអុកប្រមុខរបៀបខឹងណាដូចនិយាយទៅគឺខុសធម្មតាខ្លាំងមែនតើចាប៉ុន្តែសួរថាអូមកពីគាត់អត់ពេញចិត្តអត់ស្រឡាញ់ប្តីគាត់ជប់ស្រឡាញ់ប្តីគាត់ឬមួយក៏គាត់ខឹងឆ្លោះគ្នាមួយប្តីគាត់មែនគាត់ថាមែនទេដឹងតែគាត់អត់សប្បាយចិត្តដឹងតែប៉ុណ្្នឹងអ្នកផ្ទះរបស់គាត់ក៏នាំគាត់មកផ្ទះវិញទៅពេលហ្នឹងគឺគេអត់ទាន់សង្ស័យថាត្រូវពើត្រូវអីរបស់គេទេគាត់ក៏នាំបងការហ្នឹងមកផ្ទះវិញហើយគាត់ថាបងការហ្នឹងពេលមកផ្ទះវិញហ្នឹងគឺចាប់ផ្ដើមផ្លែកកាន់តែខ្លាំងគាត់ក៏លំតភួយទេហើយបិទមុខចិត្តបើមិនគ្រប់កសែងចិត្តមុខទេក៏យកអាម៉ាស់ស្លឹកយើងបិទមុខថែរក្សាសម្ផស្សធម្មតាហ្នឹងមកបិទដែរប៉ុន្តែរាល់ពេលដែលគាត់ដកចេញមកគឺឃើញមុខគាត់ហ្នឹងគឺខុសប្រក្រតីដូចគាត់បានបញ្ជាក់មុនហ្នឹងចឹងគឺឃើញដូចមានស្អីមួយនឹងក្រុមស្បែកមុខគាត់ណាវាអត់ដឹងថាអីគេតែឃើញដូចអត់ស្រួលដូចផុងដូចមិនដឹងទេមើលទៅគឺដូចមិនមែនមុខគាត់អញ្ចឹងបន្ទាប់ពីហ្នឹងមកបានប្រហែល2ថ្ងៃគាត់ចាប់ផ្ដើមឆ្លាក់ខ្លួនឈឺហ្នឹងគឺអត់ស្រួលខ្លួនខ្លាំងមែនតើឈឺក្បាលឈឺអីរកអួរអីរដួលស្លាប់រអីចឹងណាដល់ពេលអ្នកផ្ទះរបស់គាត់បញ្ជូនគាត់ទៅពេទ្យទៅ check up ឡើងធ្វើទុកធម្មតាប៉ុន្តែនៅពេលដែលយកមកដល់មុខផ្ទះវិញគឺគាត់ចាប់ផ្ដើមដួលក្អួតចង្អោវិលមុខហ្នឹងទៀតមកឲ្យស្រែកថាឈឺក្បាលដល់ពេលហ្នឹងបានអ្នកផ្ទះគាត់ហ្នឹងចាប់ផ្ដើមចាប់អារម្មណ៍ថាយកទៅឲ្យគ្រូមើលព្រោះដោយសារតែវាមិនដែរណាចាញ់ពីផ្ទះទៅអត់អីដល់ពេលមកផ្ទះវិញធ្វើទុកខ្លាំងអញ្ចឹងហ្មងហើយវាអញ្ចឹងរាល់ពេលវិញធ្វើគេចាប់អារម្មណ៍ដល់យកទៅឲ្យគ្រូមើលក៏គេបញ្ជាក់ថាបងស្រីគាត់ហ្នឹងគឺពិតជាត្រូវអំពើរបស់គេមែនបើតាមស្ដាប់រត់គាត់បាននិយាយប្រាប់ខ្ញុំសាច់រឿងនេះគឺអ្នកដែលធ្វើអំពើដាក់អ្នកផ្ទះគាត់ហ្នឹងគឺចង់ធ្វើដាក់ឪពុកម្ដាយរបស់រត់ដែលធ្វើហ្នឹងគឺមិនមែនជាអំពើធម្មតាគ្រាន់តែឲ្យយើងវេទនាអីទេធ្វើនេះគឺធ្វើចង់ឲ្យស្លាប់របៀបគេខឹងខ្លាំងណាគេចង់ឲ្យស្លាប់ហ្មងគ្រាន់តែថានៅក្នុងម្លងពេលហ្នឹងនៅក្នុងផ្ទះបរិទ្ធហ្នឹងអ្នកដែលមានរាសីទាបជាងគេគឺបងស្រីបរិទ្ធបងទី1ហ្នឹងណាដល់អញ្ចឹងដាក់ហ្នឹងគឺចូលត្រូវបងស្រីរបស់គាត់ទៅហើយចូលហ្នឹងគឺគេឲ្យព្រាយក្បាល8ចូលទៅនៅក្នុងខ្លួនបងស្រីគាត់ណាគាត់បាននិយាយថាមកពីអញ្ចឹងហ្នឹងហើយបានបងស្រីគាត់ចាប់ផ្ដើមមើលទៅដូចមិនមែនបងស្រីគាត់អញ្ចឹងដូចថាតឹងអារម្មណ៍តឹងអត្តចរិតតឹងមុខនឹងយកហ្មងដែលថាមើលទៅវាដូចមានអីមួយយ៉ាងនៅក្រោមស្បែកមុខនឹងឃើញដូចផុងឃើញដូចអត់ធម្មតាចាហើយដែលគេបញ្ជូនឲ្យព្រាយនឹងចូលមកនៅនឹងគឺមកយូរគួរសមដែរហើយគ្រាន់តែថាវាចាប់ផ្ដើមធ្វើទុកខ្លាំងទៅម្ដងតិចអញ្ចឹងណាគាត់បាននិយាយដែរថាអាការៈរបស់បងស្រីគាត់បង្ការហ្នឹងគឺនៅតែបន្តដដែលអញ្ចឹងណានៅពេលណាដែលគាត់នៅឆ្ងាយពីផ្ទះគឺគាត់ធម្មតាដូចពេលទៅលេងផ្ទះម៉ាក់ក្មេងគាត់ឬមួយក៏អីអញ្ចឹងទៅគឺគាត់ធម្មតាមិនធ្វើទុកអីទាំងអស់ប៉ុន្តែដូចជាមានអ្វីមួយយ៉ាងទាញឲ្យចិត្តគាត់ចង់មកនៅផ្ទះហ្នឹងឬចង់មកលេងផ្ទះរបស់គាត់ណាធ្វើឲ្យគាត់ចង់មកហ្មងប៉ុន្តែរាល់ពេលដែលគាត់មកដល់មុខផ្ទះហ្នឹងហើយគាត់ចុះពីលើឡានមកគឺគាត់ដួលសន្លប់ហ្មងដួលសន្លប់ឈឺក្បាលក្អួតចង្អោរហ្នឹងគឺនៅមានដដែលសង្កថាធ្ងន់ជាងមុនផងធ្វើឲ្យគាត់មានអារម្មណ៍ថាក្តៅក្នុងខ្លួនណាតែក្តៅក្នុងខ្លួនហ្នឹងវាម្ដងតិចទេហើយគាត់បាននិយាយថាអញ្ចឹងគាត់ថារាល់ពេលដែលបងស្រីគាត់មកដល់ផ្ទះគាត់ឲ្យធ្វើទុកអ្នកផ្ទះគាត់អីហ្នឹងគឺនាំគ្នាចែកជើងគ្នាមើលជុំវិញផ្ទះរបៀបថាអង្គុយមើលថាតើពីណាគេអ្នកធ្វើអ្នកផ្ទះគាត់ហ្នឹងរបៀបចឹងតែអត់មានឃើញអីចាគាត់ថារហូតដល់មានយប់មួយហ្នឹងគឺរត់គាត់ចាញ់មកពីធ្វើការគាត់ជិះម៉ូតូមកអញ្ចឹងទៅហើយដោយសារតែគាត់អត់អស់ចិត្តគាត់ក៏ដើរមើលជុំវិញផ្ទះហ្នឹងហើយគាត់ថាពេលហ្នឹងគឺគាត់ឃើញនៅកលៀតផ្ទះគាត់ហ្នឹងគឺមានដើមស្វាយមួយគាត់ឃើញមានក្តាស់ដែលក្តាស់ហ្នឹងគឺរបៀបឈ្មោះម្ដុំអញ្ចឹងតែនៅពេលដែលគាត់ពលាមើលទៅឃើញមានគូរូបខ្លាហើយមានយ័ន្តអក្សរយ័ន្តនៅហ្នឹងហ្មងគាត់បានបញ្ជាក់ដែរថាបងស្រីរបស់គាត់ហ្នឹងគឺកើតចន្លោះឆ្នាំរវាងឆ្នាំខាលហើយនិងឆ្នាំថោះតែគាត់ថាអ្នកផ្ទះគាត់សកាត់យកបងស្រីគាត់ហ្នឹងកើតឆ្នាំខាលដល់អញ្ចឹងរូបខ្លាហ្នឹងមិនប៉ះត្រូវបងស្រីគាត់ហ្នឹងហើយមានយ័ន្តមានអីទៀតដល់អញ្ចឹងគាត់ពេលហ្នឹងគឺបានថតរូបហើយគាត់បានតែទៅប្រាប់ចាស់ហើយអញ្ចឹងណា
ដែលចាស់ចាស់គាត់ក៏ប្រាប់តាមហ្នឹងទៅថាឲ្យក៏ពេលហ្នឹងគាត់បានយកកថាទឹកនោមយកទៅដាក់សកត់លើกระดาษហ្នឹងហើយពេលដែលគាត់ស្រាប់តាមចាស់ចាស់ទៅចាស់ចាស់គាត់និយាយថាពេលដែលកថាហ្នឹងមានទឹកនោមមានអីអញ្ចឹងណាឲ្យយកទឹកនោមនេះយកទៅចាស់ចោលហើយកระดาษហ្នឹងគឺញីបោះចោលយកហ្មងទៅគាត់ក៏ធ្វើតាមចាស់ចាស់ហ្នឹងទៅហើយគាត់បាននិយាយទៀតដែរថាបន្ទាប់ពីហ្នឹងមកគឺគាត់ជាមួយអ្នកផ្ទះគាត់ណាគឺនាំបងស្រីគាត់ហ្នឹងទៅដំបងអត់បានទៅរកអីណាគ្រូអីណាធំដុំរឿងហ្នឹងហ្មងទេគ្រាន់តែថានាំទៅវត្តបន្ទាប់មកស្រោចទឹកស្រោចអីនៅវត្តអញ្ចឹងណាដែលគាត់បាននិយាយដែរថាវាជួយសម្រួលខ្លះតែក៏អត់ថិតថេរដែររបៀបថាបងស្រីគាត់ម្ដងអូខេម្ដងអត់អូខេចាហើយយូរទៅបងស្រីគាត់ចាប់ដើមមានអត្តចរិតមួយដែលអ្នកផ្ទះនៅក្នុងផ្ទះហ្នឹងនិយាយជាមួយអីចឹងនិយាយតាមស្រួលគាត់ខំមកខំកោដូចមនុស្សឈួតជ្រូកចឹងគាត់បាននិយាយថាអញ្ចឹងគាត់ថាដូចមនុស្សឈួតជ្រូកបែបបិទហ្មងនិយាយអត់ចូលគ្នាដូចមិនគាត់យ៉ាងដូចបែបបង្ការហ្នឹងអញ្ចឹងណាហើយរត់គាត់បានបញ្ជាក់ទៀតថារាល់ពេលដែលបងស្រីគាត់មកលេងផ្ទះគាត់ណាពូម៉ូតូដុំហ្នឹងអត់ដែរមកផ្ទះហ្នឹងឯងរបៀបថាមកដែរពិសេសនៅពេលដែលបងស្រីគាត់ធ្វើទុកមកដែរប៉ុន្តែរត់ដងឧបមាថាមុនពេលរឿងទាំងអស់ហ្នឹងកាត់ឡើងរត់ដងនៅពេលដែលអ្នកផ្ទះបរិទ្ធមានបញ្ហាឬមួយក៏មើលទៅត្រូវការជំនួយអីចឹងពូម៉ូតូដុំហ្នឹងតែងតែមកជួយយកអាសាដូចអ្នកចាត់ខាងធម្មតាអញ្ចឹងណាប៉ុន្តែចាប់តាំងពីមានរឿងបញ្ហានេះមកពូម៉ូតូដុំហ្នឹងពេលដែលឃើញអ្នកតែនឹងមានបញ្ហាជាពិសេសគឺនៅពេលដែលឃើញបងការហ្នឹងធ្វើទុកធ្វើទុកគួតចោលដួលស្លាប់ហ្នឹងមុខរបស់ពូហ្នឹងក៏មកដែរពូហ្នឹងមកគ្រាន់តែថាគាត់មកបែបមកមើលមកឈរនៅអាផ្ទះចាប់ហួយទល់មុខផ្ទះបរិទ្ធហើយឈរមើលអត់ជួយអត់អីទេឈមហើយថាមុខរបស់ពូហ្នឹងឡើងក្រហមរត់គាត់បានបញ្ជាក់ថាអញ្ចឹងគាត់ចាប់អារម្មណ៍មើលដែរប៉ុន្តែពេលហ្នឹងក៏អត់មានតន់គិតអ្វីជំនាញលើពូហ្នឹងហ្មងដែរហើយគាត់បាននិយាយទៅថាអញ្ចេះថារាល់ពេលដែលបងការហ្នឹងមកលេងផ្ទះហ្នឹងឲ្យធ្វើទុកធ្វើអីចឹងទៅពូម៉ូតូដុំហ្នឹងអត់ដែរចូលទៅផ្ទះហ្នឹងឯងព្រោះដងគាត់មិនចូលទៅបាយត្រូវអត់ហ្នឹងឯងតែចាប់តាំងពីពេលមានរឿងនេះពេលបងការហ្នឹងនៅផ្ទះក៏អត់មកឯងតែពេលបងការហ្នឹងទៅផ្ទះម៉ែក្មេងគាត់ឬមួយក៏ផ្ទះគាត់មួយប្តីគាត់អីចឹងណាបានពូម៉ូតូដុំហ្នឹងមកបាយនៅហ្នឹងមកបាយហើយមកផឹកទឹកតាមធម្មតារាល់ពេលដែលបងស្រីរបស់គាត់ហ្នឹងមកផ្ទះហ្នឹងគឺគាត់តែងតែធ្វើទុកហើយដល់ហើយទៅរត់ហ្នឹងគាត់ដើរជុំវិញហ្នឹងដើម្បីរកមើលថាមានអីអត់ប្រក្រតីអត់ហើយគាត់ថាអាតង់ដបងហ្នឹងដបងមិនកដាស់រូបយ័ន្តមានរូបខ្លាមានអីចឹងណាគាត់ថាលើកនេះគាត់ដើរមើលនៅចំហៀងផ្ទះហ្នឹងទៅគឺឃើញមានទៀនក្រហមគាត់ឃើញមានទៀនក្រហមហ្នឹងខ្ចប់ជាមួយនឹងកដាស់ហើយមានយ័ន្តមានអីដដែលហ្នឹងឯងគប់នៅកលៀតជុំវិញផ្ទះគាត់ហ្នឹងចាគាត់ឃើញហើយគាត់ក៏យកទៅឲ្យចាស់ចាស់មើលហើយចាស់ចាស់ក៏ចាប់ផ្ដើមទៅលោកតាដែលបើនិយាយទៅគាត់នៅភ្នំកលែនតែសក្តាគាត់អត់តសោមនៅអង្គតសោមអញ្ចឹងណាហើយគាត់ចាស់មើលហើយដែលស្គាល់គ្នាជាមួយនឹងអ៊ំបោះរត់ហើយដល់ពេលទៅប្រាប់អញ្ចឹងទៅបានលោកតាហ្នឹងគាត់ក៏និយាយគាត់ថាអញ្ចឹងគាត់ថាអាមួយអ្នកធ្វើហ្នឹងគឺមាននៅចិត្តហ្នឹងឯងអត់មានតាណាទេតែគាត់ថាយើងពិបាកចាប់វាចាប់វាអត់បានហ្នឹងហើយគាត់បាននិយាយថាអញ្ចឹងដល់អញ្ចឹងអ្នកផ្ទះបរិទ្ធនេះក៏ចាប់ផ្ដើមមើលរបៀបថាសម្លឹងមើលចាប់ផ្ដើមសង្កេតមើលថាពីណាគេអ្នកធ្វើឲ្យប្រកាសណារហូតដល់មួយថ្ងៃមួយហ្នឹងគឺលោកតាដែលចាស់មើលហ្នឹងគឺគាត់មកលេងផ្ទះបរិទ្ធហ្នឹងចាមកលេងអញ្ចឹងហើយមកអង្គុយនិយាយគ្នាលេងធម្មតាអីចេះមួយចុះពីរអញ្ចឹងណាហើយបងបរិទ្ធហ្នឹងក៏ធ្វើទុកម្ដងទៀតធ្វើទុកអាក្តៅហើយគាត់ស្រែកថាក្តៅនិយាយទៅគឺប្រកាសចាហើយពេលហ្នឹងគឺលោកតាហ្នឹងគាត់ក៏ស្រោចទឹកមុនសោតធွာសោតអីឲ្យចឹងទៅហើយពេលហ្នឹងគឺបងស្រីរបស់គាត់ហ្នឹងរបៀបសេតហើយដៃច្អល់ទៅខាងក្រោយផ្ទះផ្នែកខាងឆ្វេងហើយដល់ពេលហ្នឹងអ្នកផ្ទះរបស់គាត់ចាប់ដើមដើររមើលខាងក្រោមផ្ទះហ្នឹងចឹងណាប៉ុន្តែគាត់ក៏បានបញ្ជាក់ដែរថាអ្នកផ្ទះគាត់ហ្នឹងអត់ដែលរកឃើញទេអ្នករកឃើញគឺតែងតែគាត់រហូតគាត់ថាពេលហ្នឹងគឺគាត់អត់អស់ចិត្តគាត់ឡើងទៅមើលអាជន់លើបន្ទប់នៅទិសដែលបងស្រីរបស់គាត់ច្អល់ហ្នឹងឯងនៅពេលដែលគាត់អើតមើលនៅខាងក្រៅខាងប្អួចគាត់ថាឃើញមានធូបអុចហើយមានកដាស់យន់នឹងទៀតដដែលនៅចំហៀងផ្ទះគាត់នឹងហ្មងនៅកន្លែងក្រៅប្អួចហ្នឹងដោតហ្នឹងគាត់ថាពេលហ្នឹងគឺគាត់ដកចាញ់ហើយបានលោកតាហ្នឹងគាត់សូត្រគាត់អីឲ្យអស់អញ្ចឹងណាក៏ធូមកតាំងទៀតទៅធូហើយហ្នឹងពេលហ្នឹងលោកតាហ្នឹងគាត់ក៏និយាយដែរគាត់ថាគេធ្វើនេះគឺគេធ្វើខ្លាំងហ្នឹងមិនមែនធ្វើធម្មតាទេហើយគាត់ថាតើតែយកបងស្រីបោះរត់ហ្នឹងទៅអង្គសោមនិយាយទៅយកទៅផ្ទះគាត់ហ្មងទៅដោះនៅក្នុងហ្មងទៅអត់អាចទុកបានទេព្រោះដោយសារតែគេធ្វើនេះគឺគេធ្វើចង់ឲ្យស្លាប់ហើយមិនមែនធម្មតាទេគាត់បានចាប់ដើមនិយាយថាអញ្ចឹងហើយពេលហ្នឹងគឺពួកគាត់ហ្នឹងក៏ចាប់ដើមជំរឿបើតាមគាត់ប្រាប់ខ្ញុំគាត់ថាលោកតាហ្នឹងមកផ្ទះគាត់ថ្ងៃពហុហ្នឹងហើយអញ្ចឹងអារឿងបន្ទាប់មកទៀតនេះគឺថ្ងៃសុក្រដែលគេទៅផ្ទះរបស់លោកតាហ្នឹងអស់ហើយតែរឹតគាត់ទៅធ្វើការវេនយប់ធម្មតាមកផ្ទះវិញអញ្ចឹងទៅពេលដែលគាត់មកផ្ទះវិញគាត់ថាគាត់អត់អស់ចិត្តគាត់ដើរមើលជុំវិញផ្ទះហ្នឹងម្ដងទៀតចុះបងខ្លួនឯងចាហើយដល់អញ្ចឹងគាត់ដើរមើលជុំវិញហ្នឹងហើយគាត់
នៅក្នុងចិត្តគាត់មិនដឹងមកchứគាត់អត់អស់ចិត្តជាមួយនឹងអាដើមស្វាយនឹងទៀតគាត់ងើយមើលទៅលើគាត់ចែមានអារម្មណ៍ថាមានអីនៅនឹងគាត់លុកដៃទៅមែនមានអាកដាស់រូបខ្លាហ្នឹងហើយមានយ័ន្តហ្នឹងដដែលហ្មងនៅលើដើមហ្នឹងដែរនិយាយទៅអត់ដឹងថាវាដាក់នៅកន្លែងណាខ្លះនៅក្នុងផ្ទះយើងហ្នឹងទាំងអស់គ្នាហើយលោកតាហ្នឹងគាត់បានប្រាប់ទៀតថាអញ្ចេះថានៅក្នុងផ្ទះហ្នឹងឲ្យដើររកមើលថាមានកបិតឬមានវត្ថុស្រួចដូចឡាមដូចអីលាក់ប្រកបគ្រប់ជ្រុងនៅក្នុងផ្ទះអត់ហើយមែននៅពេលដែលរត់គាត់ដើររកគាត់ថានៅកលៀតបន្ទប់ទឹកនៅកលៀតផ្ទះនៅលើស្គីអាធ្នឹមក្នុងបន្ទប់ទឹកគាត់ថាអាហ្នឹងខ្ពស់ខ្លាំងណាស់ហើយតើមនុស្សប្រុសឡើងបានគាត់ថាលូកដៃទៅគឺប៉ះកូនកបិតមួយនៅហ្នឹងហ្មងគាត់ថាមានកូនកបិតច្រើនលាក់ឡើងគ្រប់ជ្រុងនៅក្នុងផ្ទះគាត់ហ្មងហើយសិតលឡាមសិតអីចឹងណាដូចលោកតាហ្នឹងគាត់បានប្រាប់ឲ្យរកអញ្ចឹងចាហើយនៅពេលដែលគាត់រកបានហើយគាត់ប្រមូលម្ដុំអញ្ចឹងណាហើយគាត់និយាយទៀតថាអញ្ចេះហើយរឿងនៅក្នុងម្លងពេលដែលគេចាប់ផ្ដើមនាំបងស្រីគាត់ដើម្បីទៅដោះហ្នឹងគឺរឿងកើតឡើងផ្ទួនគ្នាមែនតើណាគាត់នៅក្នុងផ្ទះគាត់នេះមករឿងផ្សេងអាបងស្រីគាត់ពេលដែលចេញទៅទឹកក្រៅបាត់ហើយនឹងរឿងផ្សេងទៀតណាអ្នកទាំងអស់គ្នាគាត់បាននិយាយថាអញ្ចឹងគាត់ថានៅក្នុងម្លងពេលដែលថ្ងៃសៅរ៍នឹងថ្ងៃដែលគេចង់ធ្វើឲ្យបងស្រីគាត់នឹងស្លាប់បាត់ហ្មងហ្នឹងថ្ងៃសៅរ៍គាត់ចាំច្បាស់កន្លែងហ្នឹងហ្នឹងហើយគាត់ថាពេលហ្នឹងនៅក្នុងផ្ទះគាត់បងប្រុសរបស់គាត់បងប្រុសទី3របស់គាត់ក៏អត់ស្រួលដែរមានអីចូលដូចគ្នាដោយសារតែពេលហ្នឹងប៉ារបស់គាត់បាននិយាយថាប៉ារបស់គាត់ហ្នឹងតែងតែនិយាយក្តាំងថាគាត់អត់ជឿខ្មោចអត់ជឿរឿងអីចឹងអ្វីជំនឿចឹងឯងប៉ុន្តែបើតាមគាត់គិតគាត់ថាប្រហែលជាប៉ាគាត់ហ្នឹងខ្លាចពួកគាត់ក្មេងៗអីអញ្ចឹងខ្លាចចាអញ្ចឹងគាត់មាត់របស់គាត់គឺតែនិយាយថាអត់ជឿប៉ុន្តែជាក់ស្ដែងហ្មងគឺគាត់មានរបៀបដូចរៀបចំគ្រូបាស៊ីមានអីទៀតហើយបើនិយាយមែនតែនទៅអ្នកផ្ទះរបស់គាត់ហ្នឹងចាប់ដឹងច្បាស់ក្នុងចិត្តថាពូម៉ូតូដប់ហ្នឹងអ្នកធ្វើនៅពេលដែលលោកតាអ្នកចេះមើលហ្នឹងគាត់និយាយថាអ្នកធ្វើហ្នឹងគឺនៅចិត្តហ្នឹងហើយលោកតាហ្នឹងគាត់បាននិយាយទៅថាអញ្ចេះថាផ្ទះហ្នឹងដែលមានឲ្យអ្នកក្រៅចូលមកក្នុងផ្ទះហ្នឹងតាមសាច់ចិត្តអត់នៅពេលហ្នឹងហើយបានគេដឹងថាអូម៉ូតូដប់ហ្នឹងហើយអាមួយហ្នឹងហើយគឺគេដឹងព្រោះដោយសារតែមានម្នាក់ហ្នឹងទេចូលមកបាយចូលមកអីចឹងណាហើយលោកតាហ្នឹងគាត់និយាយទៅថាចេះថាចុះពេលវាមកអាដងហ្នឹងមានតែឃើញវាធ្វើអីចម្លែកអត់ពេលហ្នឹងបានមីងរបស់គាត់ហ្នឹងនិយាយថារាល់ពេលដែលវាមកបាយហើយពេលដែលវាដួសទឹកផឹកពេលដែលវាដួសទឹកផឹកហើយវាយកដៃកោទឹកនៅក្នុងកធុនហ្នឹង3ដងបន្ទាប់មកវាគោះអាកធុនហ្នឹងវាយកកែវទៅយកមកគោះអាកធុនហ្នឹង3ដងដូចគ្នាអាហ្នឹងគឺជាអីដែលមីងគាត់ឃើញតែអត់ចាប់អារម្មណ៍ព្រោះអត់ទាន់ដឹងថាមនុស្សហ្នឹងអាក្រក់ចាហើយប៉ាគាត់ដល់អញ្ចឹងខឹងគាត់មកអត់ទាន់រឿងហេតុការទាំងអស់ហ្នឹងចុះគាត់ចង់បញ្ជាក់ថាមូលហេតុដែលប៉ារបស់គាត់ចេះតែមកអត់ទាន់ហ្នឹងដោយសារតែគាត់មានគេហៅថាម៉េចបេសកកម្មទៅខែទៅអីហ្នឹងហើយភាគច្រើនតែពេលគាត់មានបេសកកម្មទៅខែអីចឹងគឺរឿងកើតឡើងហើយគឺបងស្រីគាត់មកធ្វើទុករឿងកើតឡើងអាពូម៉ូតូដប់ហ្នឹងមកគឺវាចាញ់ឈុតឆាកទាំងអស់ហ្នឹងមកហ្មងដល់អញ្ចឹងអាលើកចុងក្រោយដែលគាត់មកនេះគឺតាន់ពេលដែលគេត្រូវយកបងស្រីដែលជាកូនច្បងរបស់គាត់ហ្នឹងយកទៅដោះអាគុំហ្នឹងចាញ់ដោះអំពើហ្នឹងចាញ់តាន់ពេលហ្នឹងដល់ពេលមកទៅគាត់ក៏ទ្រាំជើងស្រែកនិយាយអញ្ចឹងណាថាបើសិនជាគាត់គ្រប់មានផ្ទះមានជំនាញផ្ទះមានគ្រូបាធ្យាយគ្រប់ទេវតាអីចឹងហើយនៅទៅត្រូវអំពើបោះអាបធ្មប់ព្រាយអីហ្នឹងដដែលចឹងគាត់គ្រប់ធ្វើអីគាត់គ្រប់ពួកព្រាយនឹងមកស្រួលជាងគាត់និយាយទាំងខឹងរបៀបខឹងមនុស្សកំរោលចូលណាទាំងអស់គ្នាពោះរឿងនឹងវាកាលឡើងលើផ្ទះគាត់ចាតែដែលគាត់មានគ្រូបាធ្យាយមានអីចឹងណាដល់ចឹងខឹងខ្លាំងដល់ពេលគាត់និយាយបដាក៏ធំជើងបដាព្រោះបើតាមរត់គាត់បញ្ជាក់ប្រាប់ខ្ញុំគាត់ថាជើងបោះប៉ាបោះគាត់ហ្នឹងខាងឆ្វេងដូចជាមានបជ្រោយពកក្រហមដែលត្រូវបានគេនិយាយថាហ្នឹងគឺជាបជ្រោយព្រះតែខ្ញុំអត់សូវដឹងរឿងហ្នឹងប្រហែលដែរតែគាត់បាននិយាយថាជើងបោះប៉ាគាត់ខាងឆ្វេងមានអាហ្នឹងអញ្ចឹងណាហើយគាត់បាននិយាយដែរថានៅពេលដែលប៉ាបោះគាត់មកក៏ធំជើងអញ្ចឹងហ្នឹងបងប្រុសទី3របស់គាត់ហ្នឹងសើចតែសើចហ្នឹងគឺសើចមិនមែនធម្មតាហើយគាត់និយាយថាអញអ្នកធ្វើកូនហែងមិននិយាយរបៀបឌឺអញ្ចឹងណាដល់ប៉ាគាត់លឺសូរអញ្ចឹងគាត់ខឹងគាត់និយាយថាហើយថាមិនហើយនិយាយម្ដងទៀតមើលគាត់និយាយចឹងហើយបងទី3របស់គាត់នឹងក៏និយាយចឹងម្ដងទៀតតែគឺដឹងចឹងណាថាអាហ្នឹងមិនថានឹងមិនគាត់ទេមិនបងទី3បរិទ្ធទៀតទេតែនៅពេលដែលនិយាយចឹងទៅគាត់សើចហោះឡើងលឺចឹងទៅគាត់ថាអញអ្នកធ្វើអញនឹងធ្វើឲ្យកូនហែងងាប់អីចឹងណាគាត់តែលឺប៉ុណ្ណឹងភ្លាមប៉ារបស់គាត់ហ្នឹងដកកំភ្លើងយកទៅភ្ជុងហ្មងណាភ្ជុងកូនទី3របស់គាត់ហ្នឹងចាគាត់ភ្ជុងចឹងហើយបានកូនទី3ចានឹងនិយាយទៀតថាអញ្ចឹងថាអញអត់ខ្លាចទេអញនឹងធ្វើឲ្យកូនហែងងាប់ចាដល់ពេលវិញនិយាយច្បាស់កន្លែងហ្នឹងមួយទៀតទៅបានអ្នកផ្ទះហ្នឹងដឹងថាអូនហ្នឹងមិនមែនបងរបស់រិទ្ធទេមែនទេមានអីផ្សេងចូលហើយដល់ពេលហ្នឹងបាននំគ្នាចាប់ផ្ដួលបងទី3របស់រិទ្ធហ្នឹងហើយប៉ារបស់គាត់យកជើងដែលអត់មានបជ្រោយហ្នឹងយកជន់ក្បាលហ្នឹងហើយគាត់និយាយថាមិនដែរពិបាកអត់គាត់និយាយអញ្ចឹងណាគាត់ថាពិបាកអត់ហើយដល់ហើយទៅបានបងរបស់រិទ្ធហ្នឹងចាប់ដើមស្រែកស្រែលីវាដូចអត់ស្រួលដូចក្តៅដូចឆេះដូចអីអញ្ចឹងណាហើយដល់ហើយទៅបាន
vì vậy vì tha vì chư vì ấy chẳng á vì xong ai quạt lên vì chẳng á vậy điểm chẳng đó hay tới ban pa bao đó nó còn vậy tha anh nó vô chương không mà đã cho nó mà sinh nhãn vô chương mà chỉ hiện tới cho hãy ngàn liề mà quạt vậy chẳng quạt khăng kháng á đòn chẳng vía co vậy prom prieng mỗi quạt nó tha lại vì chân nhây bộ để xa tập nó pa bao đó nó tiêm tiêu cho vì chân vì câu quạt tràn đó hay tới vì tha lại vì chân nhây cái viêm máu nó cứ để xa tờ kế thuộc bà vì viêm máu đai tê bởi sao nhiều vì ắt máu kê đừng thử bạc vì nhìn chẳng á nè nâng này chẳng có vì chân bạc từ mình tay con rật có bạn sẽ tha ngay nó á khỏi này lại cho bong quạt nó chẳng đập nè bong phỏ quát á chà hay bong sấy quạt bong tì pi bạc quạt nắng cứ vừa tục bạp sấy tiệt quạt tháp bên nắng cứ bong ôn quạt thơ tục từng ác này mong ác quạt muối bong sấy quạt nó cứ bực cạch lằng cái đầy vậy tới thời tự do từ ao giờ lục ta nữa ông tại sao nó sổi tật ao chứ chà lục ta để quạt trái mới nó thời tự do tự sổi tật ao bàn lên ấy hay con gì tới tha ở srope cho mỗi khi nó bong sấy bạc quạt đại pe nó cứ bong sấy bạc quạt tì muối nó mình mè nơi ten năng tì đi còn nó tẹp sen muối tiệt chẳng á đại cái thiểm nó bệnh đo nó ngó có tháp pe nó bong nó tăng luôn cho gì mà tăng luôn cho gì mà hay tao một play để chuột bậy ấp phèm đập cái chọc ấp thom mà đa mình tên mỏng ấy hai giờ đo bên nắng còn tận nè vậy tới còn tận nè hiệp trăm có buồn nằm bậy đòi bong sấy quán nó cứ miền bảy miền lục sang mà áng đài bờ tam quan giấy cái thằng mất script vô mặt năng này ở miền ông bà rớt đại ông bà rớt nó cứ con lại trâu rụp đá hai nằng miền lục ta nơi ông lờ lục ta nơi phun cái liền để sọc con ông tại sao không nắng á chà miền bảy nằng hay có tha khoản tận đo nắng á lần chọn ngay mình tên tụi mong tận đo trần đại vì thì đo nâng tiết cứ cái hiệp trong mấy bong sấy ba quan nắng ở nhằm tắc nôm ba ở mấy sấy để tớp tắc cả mỏng á cái hai ta tớp tầm màu ở đây tầm uống á chả ao nhà mấy có tha khoản là nhắm nó có uột chia mấy chim nó đóng bên sấy cái khai lăng khai đương miên sấy mình đóng có tha mưa vô lên nó nóng nắng hay trong pe để cái bông tận đó nó cứ miên mà thêm tiết mà cái đông tiết cứ nơi te chạm mưa chẳng nó thả muối nơi thời tiết ọt hai nơi này với cái chấm đỏ có tha nơi pe nó bong sấy ba quan nó sẽ rỗng ở vậy để cha mình tên mỏ mà tam con gì á có tha khoản thiệp trăm phải thi nó hói pe để bị chân nhá có tha sờ rộng qua bong sấy có nó lẳng bao hay khơi cho là nè bài miên ấy mùi vía chân màu mà lại có con tôi thầm na chân nó đập bên nó sờ rộng nó bị bao hết khơi cho là nè miên ấy vía chân màu á khơi chân mong hay có tha trẻ có tha bộ tọp bị năng máu ban lấy ấy từ bị đỏ hai nữa tại đỏ trơn ngay khlang hai con ban gì tiệt tha tia nắng bộ tọp bị miên hưởng từng on năng ha cứ của xa bảy bạc này từng của đời xa tò và hai chỉ pu mà tàu đụng năng vía bạc cọp ấy sen thì được không te năng đại quạt rột ọt khơi nhé đòn trắng ở bong sấy quát còn lên là đấy mạ ba quát của bảy khía hay vậy tới quát nơi tép sen này từng hai te quát ở đại miên rương nữa á hòa ngày nó cứ đạn lụt có than nói chung mỗi khi ba này bị cha ta có đau cả hai nó không te cho sầm rồng mỗi khi thôi những bay khi mỏng nó không te nữa ấy đời xa tận chắc tái dạng hào nam vì lên miền xây cho bong ôn qua tiết việt đó hào cho nên còn là tha nẹt nơi không te nó cứ nơi mỗi khi đã sọc tề đời xa tại vì miền ấy bạc cọp mỗi tiết nên nặng nó cứ chia sẻ hướng bọc bị sao để quạt chụp toán mình lúc đây sẽ làm rộp ăn nơi chặt đất đôi bong ôn lặng rộp cho nằm trà thời chẳng chẳng vậy chẳng á ở nhưng mà đằng ha rương đài rật quạt chụp hai ní quạt hai thằng này ta quạt cứ bàn ở lên bạc cắn chúng mình nâng bù một tô đụng nâng ở tế bàn tay như mẹ làm thằng nhom trong chê bù một tô đụng nâng chừng hồi này ta quạt mòn nhưng số bao một cái trọ chê mùi là hàm màu chỉ đặc viên chơi với từ nam cao nữa rật có ban gì phạm nhom này tha vía còn là trong đạm pơ nè te bao rật nâng á cha lụa mà to đốt đài chỉ càng người ta mà một bọc luôn ai đó lụa do lối tắc bọc pơ năng oh my god hay chặt luôn anh trong choi cái lơ con cái ao chua đi ô bắt thô cái tên mình được dương mình được miên pa nhà ha cái mình trắng á mình được chân cái mình ha mình được thò mà đai hay phía chở nó mình được đài chặt chân á cho chặt vậy phẹp cái chặt luôn anh mình được là tay mình chặt mình được là nàn trắng oh my god nhưng mà rằng tha sắp hưởng đi ha chứ nhưng mà ba vùng có cho giấy philosophy đó nè tôi sẽ bị chia lỡ ba đấy mình tay mình cho mình tha họp an mình nữ mưa rồi buồn nè khla có bọt hiểu cầm rụng ca khỏi non dương tay bên nơi hiện thom đa lợi nè tay cho nhành trai máu ba đấy nè ô bạc làng chẳng ở bùa hưởng tệ tông chúng mình sử điện cái này chẳng này á hưởng ba này nhâm squad muối á còn chẳng được cái này để chặt khang họp an cái này sao lạnh cái này tay thơ si cái này bo ấy nó trâu nó te vậy tha vượt vô bên ta đôi hưởng đỉnh chẳng cho thá
ស្រឡាញ់រាប់អានមនុស្សមើលឲ្យមែនតែនមិនប្រកាសថាគេពិតជាល្អជាមួយយើង 100% ទេចាមនុស្សដែលល្អជាមួយយើង 100% ហ្មងគឺគេអត់មានចេតនាបង្ខិតបង្ខំយើងដើម្បីឲ្យយើងធ្វើតាមការសម្រេចចិត្តរបស់គេឬមួយក៏អ្វីមួយយល់អត់ Oh my god រឿងនេះធ្វើខ្ញុំគួរចិត្តខ្លាំងតែហ្នឹងហើយចង់បញ្ចប់នៃរឿងហ្នឹងនៅពេលដែលខ្ញុំនិយាយពីបទពិសោធន៍របស់គាត់ហើយខ្ញុំនឹងសួរគ្នាយើងវិញថាតើគិតយ៉ាងម៉េចដែរជាមួយនឹងការដាក់អំពើគិតថាការដាក់អំពើនៅលើโลกនេះមានមែនឬក៏អត់អ្នកទាំងអស់គ្នាអាចចូលរួម comment នៅខាងក្រោមវីដេអូហ្នឹងបានខ្ញុំនឹងរងចាំអានរឿងយើងនៅក្នុងវគ្គនេះគឺមានប៉ុណ្ណឹងឯងខ្ញុំសង្ឃឹមថាគ្នាយើងជួយចាត់រឿងនៅក្នុងវគ្គនេះព្រោះដោយសារតែរឿងនេះវាមិនមែនជាខ្មោចលងហ្មងតែអំពើអូខ្ញុំឆ្លៀតបន្ថែមមួយទៀតខ្ញុំបានបន្ថែមរឿងហ្នឹងលោកតានៅភ្នំកលែនហ្នឹងគឺគាត់បាននិយាយដែរថាអញ្ចេះថាព្រាយដែលចូលបងស្រីគាត់ទី1ហ្នឹងគឺជាបងចដូនមួយបងប្អូនចដូនមួយបោះអាតាម៉ូតូឌុបហ្នឹងដែលអែតទៅព្រាយហ្នឹងហើយនិយាយទៅសាច់ញាតិគេអាក្រក់ចឹងតាបានអាក្រក់បាននឹងវាយដៀលបណ្ដោយប៉ុន្តែហ្នឹងហើយអាហ្នឹងគឺជាអីដែលគាត់រកឃើញនៅពេលដែលគាត់កំចាត់រឿងទាំងអស់ហ្នឹងហើយអូខេគ្រូខាងណៃចឹងគេដឹងណាមានប៉ុណ្្នឹងឯងជួបគ្នានៅវគ្គក្រោយបាយបាយ